ម៉ោង 12 យប់មកមើលថែម្ដាយក្មេកអនាគតប្តីយើងទុកយើងឲ្យដេកអង្រឹងកំដរម៉ែគេមុខខំឡើងពេញខ្លួនចាសសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់សំឡេងជីវិតថ្ងៃនេះយើងខ្ញុំមានរឿងមួយដែលជាវិបត្តិរបស់ប្អូនស្រីម្នាក់តាក់ទងនឹងរឿងស្នេហារបស់គាត់មកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ដូចជាសូមយោបល់ពីបងប្អូនទាំងអស់គ្នាផងដែរតោះកុំឲ្យរងចាំយូរចូលទៅកាន់សំណេរពេញរបស់បងប្អូនស្រីទាំងអស់គ្នាម៉ោង 12 យប់មកកំដរម្ដាយក្មេកឈឺអនាគតប្តីយើងទុកយើងឲ្យដេកអង្រឹងក្រោមផ្ទះកំដរម៉ែគេមុខខំពេញខ្លួនតើខ្ញុំគួរបន្តឬគួរបញ្ចប់សូមបងប្អូនជួយឲ្យយោបល់ខ្ញុំផងព្រោះពេលនេះខ្ញុំពិតជាមានអារម្មណ៍ថាដល់ផ្លូវតល់ហើយខ្ញុំនឹងគេតាក់ទងគ្នារយៈពេល 2 ឆ្នាំគាត់បានណែនាំខ្ញុំប្រាប់មិត្តភ័ក្តិរបស់គាត់និងសាច់ញាតិរបស់គាត់គ្រប់គ្នាថាខ្ញុំជាប្រពន្ធរបស់គាត់នាំខ្ញុំបង្ហាញមុខគ្រប់ទីកន្លែងបង្ហាញភាពច្បាស់លាស់ខ្ញុំវិញលាក់មនុស្សគ្រប់គ្នាព្រោះខ្លាចប៉ាម៉ាក់ខ្ញុំដឹងថាខ្ញុំមានស្នេហាក្រោយមកប៉ាម៉ាក់របស់ខ្ញុំក៏ដឹងខ្ញុំក៏សម្រេចចិត្តចោលម៉ែឪដើម្បីតាមប្តីរយៈពេល 2 ឆ្នាំមកនេះពួកយើងតាក់ទងគ្នានិងរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធតែមិនបានចុះសម្បត្តិអាពាហ៍ពិពាហ៍នោះទេហើយក៏មិនទាន់បានរៀបការដែរគាត់ក៏មិនដែលរំលឹកសុំយើងរៀបការស្របពេលដែលឪពុកម្ដាយខ្ញុំតែងតែសួរថាពេលណាទើបឯងរៀបការចំពោះម្ដាយខាងគេវិញគាត់និយាយថារកលុយការខ្លួនឯងទៅគាត់គ្មានទេហើយគាត់បន្តថាពួកខ្ញុំមិនត្រូវគិតរឿងរៀបការអីឥឡូវនេះទេព្រោះទុកលុយរកស៊ីដំបូងឡើយសង្សាររបស់ខ្ញុំគាត់លាក់កងធនាគារលាក់លេខកូដទូរស័ព្ទជាមួយខ្ញុំគ្រប់យ៉ាងក្រោយមកគាត់ក៏បង្ហាញនិងបង្កើតកងរួមគ្នាព្រោះដោយសារតែខ្ញុំទាមទារហើយខ្ញុំក៏តែងតែខូចចិត្តនឹងទឹកភ្នែកនឹងរឿងអស់ហ្នឹងតាំងពីក្បាលដំបូងមកម្លេះតែខ្ញុំតែងតែស៊ូទ្រាំព្រោះខ្ញុំជ្រុលខ្លួនប្រាណជាមួយគេទៅហើយរឿងអយុត្តិធម៌ក្នុងជីវិតខ្ញុំពេលខ្លះឆ្លោះគ្នាគេអត់លួងខ្ញុំទេគឺគេទុកខ្ញុំចោលកដាលយប់តែឯងពេលខ្លះគេចេញពីផ្ទះទាំងកដាលយប់ក៏មានហើយថ្ងៃខ្លះឆ្លោះជេរឌីលប្រមាថនិងផ្ទះកំភ្លៀងខ្ញុំទៀតផងមានថ្ងៃមួយឆ្លោះគ្នាជិះតាមផ្លូវមេឃភ្លៀងគេពាក់អាវភ្លៀងតែគេទុកខ្ញុំនៅហាភ្លៀងហាខ្យល់រយៈពេល 2-3 ម៉ោងមានថ្ងៃមួយទៀតម៉ែគេឈឺចំពេលថ្ងៃដែលខ្ញុំទៅទិញដីខ្ញុំហៅគេជូនទៅគេថារឿងដីយើងសំខាន់ជាងម៉ែខ្ញុំមែនហើយគេក៏ទៅបាត់ដោយមិនសួរចិត្តខ្ញុំសូម្បីមួយម៉ាត់ខ្ញុំធ្វើដំណើររយៈពេល 5-6 ម៉ោងតែញរបស់របរសពគ្រប់ដើម្បីទៅមើលម្ដាយគេទៅដល់គេខ្វល់តែរឿងម្ដាយគេមិនខ្វល់ពីយើងសូម្បីបន្តិចខ្ញុំដេកអង្រឹងហាលមុខខំពេញខ្លួនគេវិញបិទភ្នែកដេកលក់លើក្រេធ្វើប្រងើយម៉ែគេក៏អត់មានថាអីកូនគេតតែសោះខុសត្រូវអីក៏គេមិនដែលនិយាយឡើយសូម្បីចែកដីសុទ្ធតែលាក់យើងដែលជាកូនប្រសាហើយកូនចិញ្ចឹមនិងកូនបង្កើតគេគឺសុទ្ធតែមានចំណែកអត់តែយើងរាល់ថ្ងៃរំពឹងអីប្តីអត់ខាន់ស្លាហាមួយម៉ាត់ទៅហាមួយម៉ាត់មកច្រើនលើកច្រើនសារដែរដែលខ្ញុំសម្រេចចិត្តចង់ចាក់ចេញតែចិត្តមិនដាច់ព្រោះនៅស្រឡាញ់នឹកអនុស្សាវរីយ៍ល្អរយៈពេល 2 ឆ្នាំកន្លងមកនេះខ្ញុំពិតជាហត់នឿយនឹងស្នេហាបែបនេះខ្លាំងណាស់ចាសំណេររបស់បងប្អូនស្រីបានឈានដល់ទីបញ្ចប់ហើយតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះបញ្ហាមួយនេះបើសិនជាបងប្អូនមានយោបល់បែបណានោះបងប្អូនអាចធ្វើការខមមិននៅខាងក្រោមបានណាអរគុណច្រើនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់បើមានត្រង់ណាមិនសមរម្យសូមមេត្តាខន្តីអភ័យទោសហើយបើសិនជាបងប្អូនមានរឿងចង់ចែករំលែកបងប្អូនក៏អាចធ្វើការចែករំលែកបានដែរណាអរគុណច្រើនជម្រាបលា